សួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូខ្ញុំថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនពីរបៀបធ្វើសម្លស្ងោរស៊ុបមាន់ជាមួយនឹងបន្លែចម្រុះមុខម្ហូបមុខនេះបើទោះបីយើងមើលទៅវារៀងសាមញ្ញបន្តិចមែនប៉ុន្តែវាផ្ដល់ថាមពលនិងអត្ថប្រយោជន៍ជាច្រើនដល់សុខភាពរាងកាយរបស់យើងសម្រាប់ការធ្វើស៊ុបមាន់នេះខ្ញុំប្រើមាន់មួយចំហៀងទម្ងន់របស់វា6ខាំមាន់នឹងវាក៏មិនចាស់ពេកហើយក៏មិនខ្ចីពេកដែរវាមិនល្មមសម្រាប់យើងយកមកធ្វើស៊ុបដែលមិនចាំបាច់រងាស់យូរមាន់ប្រើសម្រាប់យកមកធ្វើស៊ុបនឹងខ្ញុំប្រើប្រភេទមាន់ស្លាដែលវាធាត់ល្អហើយវាមានខ្លាញ់ច្រើនបែបនេះបងប្អូនមាន់ដែលធាត់ហើយមានខ្លាញ់លឿងបែបហ្នឹងយើងយកវាមករងាស់ស៊ុបនឹងគឺត្រូវគ្នាខ្លាំងតែម្ដងសម្រាប់សាច់មាន់នឹងដែរខ្ញុំយកវាមកកាប់ជាដុំធំៗបន្តិចណាបងប្អូនសម្រាប់ការធ្វើស៊ុបមាន់យើងកុំកាប់វាតូចពេកយើងកាប់វារាងធំជាងការដែលយើងកាប់សាច់មាន់សម្រាប់ឆាហើយចំពោះខ្លាញ់មាន់លឿងនេះបងប្អូនអាចឆ្លងវាទាំងខ្លាញ់ចឹងក៏បានឬក៏បងប្អូនយកវាចេញក៏បានដែរទៅតាមការចូលចិត្តរបស់បងប្អូនហើយលើនេះសាច់មាន់នឹងខ្ញុំបានកាប់ជាដុំល្មមរួចហើយខ្ញុំទុកវាមួយលើសិនបន្ទាប់មកទៀតខ្ញុំមានប្រើមឹកក្រៀមហើយនិងបង្គាក្រៀមបន្តិចដែរទម្ងន់របស់វាប្រហែលជាពាក់កន្លះខាំមឹកក្រៀមនិងបង្គាក្រៀមហ្នឹងខ្ញុំយកវាមកដាក់ត្រាំទឹកឲ្យបានទន់ជាមុនសិនហើយមុននឹងដាក់ត្រាំទឹកហ្នឹងគឺខ្ញុំលាងសម្អាតវាពីវាទឹកឲ្យបានស្អាតសិនណាសម្រាប់មឹកហ្នឹងវាមានថ្នងសនៅជាប់ហ្នឹងខ្ញុំបកវាចេញឲ្យអស់ហើយខ្ញុំដោះលាងវាឲ្យបានស្អាតបន្តិចទៅដើម្បីឲ្យវាអស់ក្លិនណាមឹកក្រៀមហើយនិងបង្គាក្រៀមក្រៅពេលបានលាងទឹកស្អាតរួចរាល់ហើយឥឡូវនេះខ្ញុំដាក់ត្រាំទឹកនេះចោលណាបងប្អូនដល់ខ្ញុំត្រាំរយៈពេល30នាទីនៅផ្នែកបន្លែវិញខ្ញុំមានប្រើការ៉ុតចំនួន1 ទៅល្មមទម្ងន់របស់វា2ខាំការ៉ុតហ្នឹងខ្ញុំយកវាមកឆ្លាក់ឲ្យចេញជារាងដូចជាផ្កាបន្តិចទៅហើយបន្តមកទៀតទៅខ្ញុំយកវាមកហាន់ជាកង់ខ្លីល្មមប្រហែលជាពាក់កណ្ដាលថ្នាំដៃបងប្អូនឆៃថៃខ្ញុំប្រើចំនួន1ដងតូចទម្ងន់របស់វាប្រហែលជា1ខាំកន្លះឆៃថៃហ្នឹងខ្ញុំកាត់វាជារាងទម្រង់ដូចគ្នាទៅនឹងការ៉ុតដែរហើយបន្លែបន្ទាប់មកទៀតហ្នឹងមានសេតពោតសម្រាប់សេតពោតនេះដែរខ្ញុំប្រើទម្ងន់វាប្រហែលជា1ខាំហើយសេតពោតហ្នឹងដែរគឺខ្ញុំហាន់វាជាកង់ពីចាប់បែបនេះបងប្អូនបន្លែការ៉ុតឆៃថៃហើយនិងសេតពោតទាំង3មុខហ្នឹងប្រើសម្រាប់យកមករង្វាន់ទឹកស៊ុបវាទៅគ្រាខ្លាំងមែនតើវាធ្វើឲ្យទឹកស៊ុបរបស់យើងហ្នឹងមានរសជាតិឆ្ងាញ់ហើយនិងមានក្លិនឈ្ងុយល្អចំពោះផ្សិតនេះវិញទម្ងន់របស់វា3ខាំផ្សិតនឹងដែរខ្ញុំមកលាងទឹកស្អាតនិងទុកឲ្យវាស្រស់ទឹកសិនណាហើយដោយសារតែផ្សិតហ្នឹងវារាងវែងចឹងហើយខ្ញុំយកវាមកកាត់ជា2កំណាត់ឲ្យបានខ្លីបន្តិចដើម្បីឲ្យងាយស្រួលញ៉ាំណាសម្រាប់ការធ្វើស៊ុបមាន់នេះដែរបងប្អូនអាចប្រើប្រភេទផ្សិតផ្សេងទៀតក៏បានដែរអាចជាផ្សិតចំបើងផ្សិតនជរឬក៏ប្រភេទផ្សិតក្តាមក៏បានដែរទៅតាមការចូលចិត្តរបស់បងប្អូនណាចំពោះការធ្វើស៊ុបមាន់នេះខ្ញុំក៏មានប្រើជាកូនស្វ័យបកគោមកដែរទម្ងន់របស់វា1ខាំកន្លះកូនស្វ័យបកគោហ្នឹងខ្ញុំយកវាមកហាន់ជាកង់ខ្លីៗល្មមប្រហែលយកប្រហែលទៅនឹងផ្សិតដែរចំពោះស្លឹកខ្ទឹមនេះវិញខ្ញុំប្រើចំនួនពាក់កន្លះខាំដល់បែងចែកផ្នែកគល់ផ្សេងហើយនិងផ្នែកស្លឹកផ្សេងផ្នែកគល់ហ្នឹងគឺខ្ញុំប្រើសម្រាប់យកមករមាស់ទឹកស៊ុបហើយផ្នែកស្លឹកហ្នឹងគឺខ្ញុំប្រើសម្រាប់យកមករោយបន្ថែមពីលើស៊ុបនៅពេលដែលយើងបានធ្វើរួចរាល់ហើយចំពោះខ្ទឹមឆាយនេះវិញខ្ញុំប្រើវាប្រហែលជាកន្លះខាំខ្ទឹមឆាយហ្នឹងខ្ញុំហាន់វាជាកង់ខ្លីៗល្មមណាបងប្អូនខ្ទឹមឆាយហ្នឹងខ្ញុំប្រើសម្រាប់បង្គាស៊ុបហ្នឹងវាធ្វើឲ្យទឹកស៊ុបរបស់យើងហ្នឹងមានក្លិនឈ្ងុយល្អនៅពេលដែលសាច់បន្លែទាំងអស់រៀបចំរួចរាល់ហើយឥឡូវនេះខ្ញុំចាប់ផ្ដើមដាក់ដាំទឹក1លីត្រកន្លះឲ្យពុះនៅពេលដែលទឹកចាប់ផ្ដើមពុះហើយខ្ញុំបង់គល់ខ្ទឹមព្រមជាមួយនឹងខ្ទឹមឆាយហ្នឹងចូលមុនគេហើយក្រោយពីដាក់ស្លឹកខ្ទឹមហើយនិងខ្ទឹមឆាយចូលហើយទើបខ្ញុំដាក់សាច់មាន់ចូលរំងាស់ជាមួយគ្នាមកក្រៀមហើយនិងបង្គាក្រៀមហ្នឹងខ្ញុំក៏ដាក់ចូលរំងាស់ជាមួយនឹងសាច់មាន់ហ្នឹងផងដែរហើយទឹកសម្លហ្នឹងនៅពេលដែលវាចាប់ផ្ដើមពុះហើយវានឹងមានអណ្ដែតពពុះសនៅខាងលើបែបនេះបងប្អូនពពុះហ្នឹងបងប្អូនត្រូវគៀវាចេញឲ្យអស់ដើម្បីឲ្យទឹកសម្លរបស់យើងថ្លាហើយឲ្យវាមានក្លិនឈ្ងុយវាអត់មានក្លិនឆ្អាបទឹក
សម្លហ្នឹងនៅពេលយើងគៀបពពុះចេញអស់វាមានសភាពខ្លាល្អបែបនេះបងប្អូនហើយបន្ទាប់មកទៀតទើបខ្ញុំចាប់ផ្ដើមដាក់បន្លែឆៃថៅស្ងៀតពោតព្រមជាមួយនឹងការ៉ុតចូលរមាស់ជាមួយនឹងគ្នាទឹកសម្លហ្នឹងខ្ញុំទុកឲ្យវាឡើងពុះម្ដងទៀតសិនហើយក្រោយពេលដែលវាឡើងពុះក៏ជ្រលល្អបែបនេះហើយទើបខ្ញុំបន្ថយភ្លើងឲ្យទូចរួចហើយខ្ញុំដាក់មាស់វាចោលរយៈពេល15នាទីដើម្បីឲ្យបន្លែសាច់ទាំងអស់ហ្នឹងចេញជាតិបានល្អសម្រាប់ការរមាស់ស៊ុបបើសិនបើបងប្អូនចង់ឲ្យទឹកស៊ុបយើងថ្លាល្អបងប្អូនកុំបិទគម្របចិត្តពេកណាបងប្អូនបិទប្រហែលជា 75% បានហើយនេះគឺជាស៊ុបដែលខ្ញុំបានដាក់រមាស់ដោយប្រើភ្លើងតិចៗរយៈពេល15នាទីបន្ទាប់មកទៀតខ្ញុំចាប់ដើមដំឡើងភ្លើងឲ្យបានខ្លាំងជាងមុនបន្តិចរួចហើយខ្ញុំចាប់ដើមដាក់ផ្សិតចូលឲ្យហើយសម្រាប់ផ្សិតហ្នឹងវាក៏ឆាប់ឆ្អិនដែរបងប្អូនខ្ញុំគ្រាន់តែដាក់វាឲ្យបានពុះសិនទេណាបន្ទាប់មកទៀតខ្ញុំបន្ថែមគ្រឿងផ្សំចូលឲ្យហើយតែម្ដងណាគ្រឿងផ្សំដែលខ្ញុំប្រើហ្នឹងអត់មានអីច្រើនទេមានតែអំបិលកន្លះស្លាបព្រាបាយម្សៅស៊ុបកន្លះស្លាបព្រាបាយហើយនឹងម្រេចម៉ត់ហ្នឹង1ស្លាបព្រាកាហ្វេចំពោះស្ករខ្ញុំអត់ប្រើទេបងប្អូនដោយសារតែបន្លែដែលយើងប្រើទាំងអស់ហ្នឹងសុទ្ធតែជាបន្លែដែលមានរសជាតិផ្អែមស្រាប់ណារសជាតិរបស់ស៊ុបហ្នឹងបងប្អូនកុំធ្វើឲ្យវាមានរសជាតិដិតពេកបងប្អូនគួរតែធ្វើឲ្យវាមានរសជាតិស្រាលបានហើយនេះបងប្អូននៅពេលដែលស៊ុបហ្នឹងវាឡើងពុះកញ្ជ្រោមដងទៀតបាត់នេះហើយខ្ញុំចាប់ប្រើដាក់ស្ពៃបកគោចូលហើយក្រោយពេលដែលដាក់ស្ពៃបកគោចូលហើយខ្ញុំទុកឲ្យទឹកសម្លហ្នឹងវាឡើងពុះកញ្ជ្រោមដងទៀតសិនណាហើយឥឡូវនេះបងប្អូនការធ្វើស៊ុបមាន់របស់ខ្ញុំនឹងបានធ្វើរួចរាល់ហើយឃើញថាទឹកស៊ុបដែលខ្ញុំរមាស់ចេញមកនោះវាអត់ស្អាតទេវាមានពណ៌ថ្លាល្អហើយបើក្លិនរបស់វានឹងក៏មានក្លិនឈ្ងុយល្អផងដែរចំពោះសាច់ខ្ទឹមដែលនៅសល់បងប្អូនខ្ញុំទុកដាក់វាក្រោយពេលដែលយើងបិទភ្លើងហើយជាដាក់វាក្រោយគេបែបនេះដើម្បីឲ្យវាមានក្លិនឈ្ងុយហើយណាមួយដើម្បីឲ្យវាមានពណ៌ស្រាលល្អផងដែរខ្ញុំសង្ឃឹមថាបងប្អូននឹងចូលចិត្តវីដេអូមួយនេះសូមអរគុណច្រើនសម្រាប់ការទស្សនានិងជួបគ្នាក្នុងវីដេអូក្រោយទៀត